អងអូនលំអងអូនលំអងអូនចម្រៀងបទថ្ងៃត្រង់ក្រលួចដែលអូនច្រៀងនេះនៅតែលឺរងំជាប់នឹងអារម្មណ៍របស់បងជានិច្ចបងមិនអាចបំភ្លេចបានទេប៉ុន្តែឥឡូវនេះអូនឃ្លាតឆ្ងាយពីបងហើយឆ្ងាយហួសនិស័យហើយម៉ែលោកគាត់ឯណាកូនក្មួយស្រីណែលោកកូនសាលាហ្នឹងលោកគឺមិនកូនចាំឯងគឺរត់តណាមែនទេពីសាលសំឡាញ់កុំតក់ស្លុតអីរតនៈពីមុនស្លាប់បាត់ទៅហើយហេតុអីបតោហេតុអីក៏កើតរឿងយ៉ាងនេះអូយខ្ញុំវិលលំអងអូនទុកស្មារតីឡើងអូនតាំងស្មារតីឲ្យបាននឹងណឡើងសូមចាត់ទុកថារតនៈប្តីរបស់អូនស្លាប់ដូចពាក្យគេថាទៅចុះហើយបងមកនេះក៏គ្មានប្រាថ្នាថានឹងបង្រាត់អូនពីស្វាមីរបស់អូនក្រោយនេះដែរគឺបងសូមអង្វរអូនថាឈាមមួយដំណក់របស់បងរតនៈដែលបន្ទុំក្នុងផ្ទៃរបស់អូននោះអូនក្តុកក្តល់ចិត្តមុនពេលដែលបងឃ្លាតទៅតើនៅឯណាបើសិនជារស់នៅឲ្យបងបានស្គាល់មុខវាផងបងអស់ចិត្តហើយប្តីសម្លាញ់ចិត្តអូនតើឲ្យអូនដោះស្រាយតាមវិធីណាលោកបងអូនអាសូរសំដីបងណារតនៈបង លោកបងអូនគេថាតាំងស្មារតីឡើងអូនកុំតក់ស្លុតឲ្យសោះបងមិនខឹងនឹងអូនទេយ៉ាងម៉េចគ្នាគ្មានគំនិតក្បត់នឹងឯងទេប៉ុន្តែមូលហេតុមកពីបានហើយវិសាលសូមសម្លាញ់ស្ងប់ចិត្តហើយទទួលយកលំអងស្រីទៅថែរក្សាឲ្យបានសុខជារៀងរហូតទៅចុះគ្នាមិនស្ដាយក្រោយឡើយតែគ្នាចង់ដឹងពីកូនរបស់គ្នាប៉ុណ្ណោះលំអងឈប់យំទៅអូនចាត់ទុកថាយើងទាំងពីរនាក់ជាគូកម្មនឹងគ្នាទៅចុះប្តីសម្លាញ់ចិត្តអូនអើយអូនមិនចង់យំទេប៉ុន្តែទឹកភ្នែករបស់អូនចេះតែហូរ
ណិតនៅតែស្រឡាញ់បងប៉ុន្តែឲ្យអូនធ្វើម៉េច7 ឆ្នាំកន្លងផុតទៅពេលលើដំណឹងថាបងស្លាប់អូនអស់សង្ឃឹមរលែងតូនតូចនៅនឹងដៃកំព្រាគ្មានឪពុកទីបំផុតអូនបានរៀបការជាមួយបងពិសាលចាប់ដៃគ្នាជាប្តីប្រពន្ធរហូតដល់ពេលនេះដូចបងឃើញស្រាប់អូនមានផ្ទៃពោះចិត្តគ្រប់ខែទៀតទៅហើយរួចចំពោះជាមួយដុំដែលជាដំណក់ឈាមរបស់បងនោះគឺទីដានេះហើយធីតាកូនធីតាគ្រប់ឪពុកកូនទៅទីតាកូនស្រីគាត់គឺជាឪពុកបង្កើតរបស់កូនហើយតែបានប្រត់ពីម្ដាយតាំងពីកូននៅក្នុងផ្ទៃម្ដាយម្លេះណាកូនគ្រប់ឪពុកកូនទៅគ្រប់ទៅកូនគ្រប់គេទៅបងរតនានេះហើយកូនបងកូនស្រីមានឪពុកកូនស្អាតណាស់កូនស្អាតណាស់ណាស់ហើយចុះលំអងបំណាច់នឹងយើងចែកផ្លូវគ្នាដើរទៅហើយនោះអនុញ្ញាតឲ្យបងសូមយកធីតាត្រឡប់ទៅស្រុកវិញតើបានឬទេយ៉ាងមិនលំអងមែនហើយម៉ែឲ្យខ្ញុំទៅជាមួយពុកទៅចាំពេលណាខ្ញុំនឹកម៉ែខ្ញុំនឹងមកលេងម៉ែវិញណាម៉ែកូនស្រីម្ដាយកូនចេះណាស់បងរតនាអូនអត់មានពាក្យអ្វីនិយាយទៀតទេបើបងយល់ថាយ៉ាងនេះសម្រាប់លើបងទៅចុះធីតាកូនម៉ែចាម៉ែបងអរគុណនឹងអូនហើយដែលអូននៅយល់ចិត្តបងវិសាលសំឡាញ់សូមឯងជួយថែរក្សាលំអងឲ្យល្អផងចុះម្យ៉ាងគ្នាក៏មិនចង់ឲ្យកូននៅក្នុងទីរបស់លំអងកើតមកវង្វេងឪពុកម្ដាយដូចជាធីតាទៀតព្រោះហេតុនេះហើយបានជាគ្នាសម្រេចចិត្តថាសូមយកតែធីតាមួយចុះគ្នាអស់ចិត្តហើយមិនអីទីរតនាចិត្តឯងល្អនឹងគ្នាណាបងរតនាបងរតនាថ្ងៃលិចហើយរតនៈសូមលាទាំងពីរអ្នកសិនហើយលំអងសូមអូននៅឲ្យបានសុខចុះបើពិតជាគូគប់យើងសូមផ្សងឲ្យជួបគ្នាក្នុងជាតិក្រោយចុះតោះធីតាកូនទៅជាមួយពុកលីហើយវិសាលំអងបងលាសិនហើយលាទាំងអាឡ័យទៅឲ្យបានល្ខោនបាសាក់រឿងលំអងរតនាដែលលោកនាងបានតាមដានស្ដាប់នាពេលនេះចប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណដល់លោកនាងកញ្ញា